សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសិស្សសានុសិស្សនិស្សិតដែលកំពុងតែតាមដាននិងសិក្សាស្រាវជ្រាវអំពីការរៀនព្យាបាលជំងឺសត្វដោយខ្លួនឯងថ្ងៃនេះលោកគ្រូនឹងលើកយកអំពីការប្រើប្រាស់ថ្នាំគ្រួសារ Tetracycline យកមកបង្ហាញបាទអញ្ចឹងពាក្យថាគ្រួសារ Tetracycline ហ្នឹងគឺវាមានអង់ទីប៊ីយោទិកផ្សេងៗទៀតណាបងប្អូនបាទអញ្ចឹងគ្រួសារ Tetracycline ទាំងអស់គឺជាថ្នាំបង្អាក់ការលូតលាស់របស់ Bacteriostatic វាគឺជាអង់ទីប៊ីយោទិកដែលមានទំហំសកម្មភាពធំទូលាយហើយប្រឆាំងនឹងបាក់តេរីទាំងពីរក្រាមគឺក្រាមបូកនិងក្រាមដកដែលរួមមាន Streptococcus Bacillus anthrax Clostridia Bacillus anthrax វាមានសកម្មភាពប្រឆាំងមេរោគមួយចំនួនទៀតដូចជា Protozoa Mycoplasma Leptospirosis គ្រួសារ Tetracycline គឺជាថ្នាំដែលត្រឹមត្រូវនិងសុវត្ថិភាពក្នុងការប្រើដោយមានកម្រិតជាតិពុលទាបវាអាចបង្កឲ្យរាគកាលណាគេប្រើវាតាមមាត់និងអាចធ្វើឲ្យក្រហាយនៅកន្លែងចាក់វាអាចបង្កឲ្យមានផងដែរនៅប្រតិកម្ម allergy គ្រួសារ Tetracycline អាចធ្វើឲ្យប្តូរពណ៌ធ្មេញរបស់កូនសត្វបើសិនជាធ្មេញរបស់វាកំពុងតែលូតលាស់មិនត្រូវប្រើថ្នាំគ្រួសារ Tetracycline ក្នុងពេលតែមួយជាមួយថ្នាំមួយចំនួនដូចខាងក្រោមមិនត្រូវប្រើថ្នាំគ្រួសារ Tetracycline ក្នុងពេលតែមួយជាមួយនឹងថ្នាំមួយចំនួនដូចខាងក្រោមបាទដូចជាកាល់ស្យូមអង់ទីប៊ីយោទិកក្រុមសម្លាប់គ្រួសារ Tetracycline មិនត្រូវប្រើចំពោះសត្វសេះពេញវ័យទេភាពធន់របស់មេរោគទៅនឹងសមាសភាពណាមួយនៃគ្រួសារ Tetracycline នោះមានន័យថាគ្រួសារ Tetracycline ដទៃទៀតក៏គ្មានប្រយោជន៍ដែរគ្រួសារ Tetracycline គឺជាថ្នាំសម្រាប់ទប់ទល់ការលូតលាស់របស់បាក់តេរីហេតុដូច្នេះតម្រូវឲ្យប្រព័ន្ធបន្ស៊ាំមានសមត្ថភាពដើម្បីដំណើរការហេតុដូច្នេះក្នុងលក្ខខណ្ឌដែលទីណាដែលសត្វកំពុងតែឈឺខ្លាំងយកល្អគួរតែប្រើថ្នាំសម្លាប់បាក់តេរីដែលត្រូវនឹងមេរោគនោះជាមុនសិនរបៀបប្រើប្រាស់មានថ្នាំជាច្រើនប្រភេទដូច្នេះគួរតែមើលសម្បកថ្នាំ